បាទជាជួបពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំបានមានឱកាសមកលេងខាងជាការជាទេជាការហ្នឹងនៅផ្លូវទំនប់កប់ស្រូវក្បែរនឹងវត្តភ្នៀតអញ្ចឹងនៅទីតាំងនេះគឺគៀកនឹង ABA នេះ ABA សម្រាប់ក្រោមចិត្តវត្តភ្នៀតបងប្អូនមកគឺនេះផ្លាក logo នេះអញ្ចឹង logo ហ្នឹងគឺយើងបត់តែបន្តិចឆ្លងទៅគឺដល់ចំការតែម្ដងឆ្ងាយវា50ម៉ែត្រ20 30 40ម៉ែត្រគឺដល់ទឹកដីចំការចឹងចការនេះគឺដាំអាលឹកនៅនេះគឺខែ1ថ្ងៃទី24 2016អញ្ចឹងយើងមានរយៈពេលប្រហែលជាខ្ទង់30ថ្ងៃទៀតអាចអាលឹកហ្នឹងនឹងចាប់ផ្ដើមធំធាត់ហើយអាចប្រមូលផលបានហើយអញ្ចឹងបងប្អូនដែលចង់បានហូបអាលឹកធម្មជាតិអាចមកអញ្ជើញមកទីតាំងខ្ញុំបានអាចមកទិញផ្ទាល់1 ឡូ 2 ឡូយកហូបលក្ខណៈគ្រួសារអាចទុកបានយូរអានេះគឺជាអាលឹកធម្មជាតិអញ្ចឹងការប្រើប្រាស់ទៅលើប្រភេទថ្នាំក៏យើងប្រើតិចតួចដែរព្រោះដោយសារប្រភេទដីនេះគឺដីសម្រាប់ដីស្រែធម្មតាទេយើងក៏មិនធ្វើផ្នែកកសិកម្មប្រើជីប្រើអីខ្លាំងដែរនេះគឺប្រើពីច្រើនប្រើជីអាចគូអាចមន់ហើយនឹងយើងបានឆ្នាំ1000តិចតួចទេដោយសារប្រភេទដីនេះវាជាប្រភេទដីស្រូវអញ្ចឹងវាអាចដំណាំអាលឹកវាល្អហើយការដាំហ្នឹងក៏មិនចេះតែដាំដែរមួយឆ្នាំ2ឆ្នាំបានគេដាំម្ដងដោយសារវាប្រភេទដីនេះតែដាំញឹកពេកវាទៅជាមេរោគអាលឹកវិញអញ្ចឹងកាលណាមេរោគអាលឹកវាអាចប៉ះពាល់ទៅអាលឹកវាអត់ធំធាត់ទេចឹងបងប្អូនដែលមានតម្រូវការលក្ខណៈថាចង់ទិញជាបោះដុំលក់រាយអីអាចអញ្ជើញមកតាក់ទងបានខ្ញុំនឹងដាក់លេខទូរស័ព្ទនៅក្នុងនោះអញ្ចឹងអាលឹកនៅទីតាំងនេះគឺមានសភាពល្អហើយច្រើនដែរបងប្អូននៅនេះប្រហែលចូល7 8ហិកតាដែរអញ្ចឹងក៏តាមបាក់ប្រហែលគ្នាបន្តគ្នាដែរអញ្ចឹងដល់ពេលដែលបានផលប្រហែលជាអាចបន្តគ្នាតិចតួចណាកំពុងតែដើរមើលស្មៅមើលជីនៅក្នុងនោះនេះនៅខាងចកានោះណាដីនេះ1 ហិកតាដីហ្នឹងប្រហែលជាចូលនេះចូលប្រហែលជា2 ហិកតាជាងខាងគេទេអូខេអរគុណច្រើន